តារាសម្ដែងហុងកុងជើងចាស់លោកប៊ីនហៅបានទទួលមរណភាពហើយក្នុងអាយុ76ឆ្នាំដោយសារជំងឺមហារីកតារាសម្ដែងហុងកុងជើងចាស់គឺលោកប៊ីនហៅបានទទួលមរណភាពហើយក្នុងអាយុ76ឆ្នាំគ្រួសាររបស់លោកបានប្រកាសទៅកាន់ប្រព័ន្ធផ្សព្វផ្សាយតាមរយៈមិត្តជិតស្និទ្ធរបស់គាត់គឺពិធីករទូរទស្សន៍ហុងកុងម៉ារីលូសាឡៃតៅថាប៊ីនហៅបានទទួលមរណភាពនៅម៉ោង 2:30 នាទីព្រឹកថ្ងៃទី28 ខែតុលាដោយសារការបរាជ័យនៃសរីរាង្គជាច្រើនដែលបណ្ដាលមកពីជំងឺមហារីកយោងតាមសារព័ត៌មាន The Straits Times ចេញផ្សាយនៅថ្ងៃទី28 ខែតុលាបានឲ្យដឹងថាគ្រួសាររបស់គាត់បានបន្ថែមថាពួកគេដឹងគុណយ៉ាងខ្លាំងចំពោះការព្រួយបារម្ភរបស់មនុស្សគ្រប់គ្នាហើយនឹងប្រកាសព័ត៌មានលម្អិតអំពីការរៀបចំពិធីបុណ្យសពរបស់គាត់នៅពេលក្រោយប្រព័ន្ធផ្សព្វផ្សាយហុងកុង Singtao Headline បានរាយការណ៍ជាលើកដំបូងនៅថ្ងៃទី27 តុលាថាលោកហៅដែលខួបកំណើតនៅថ្ងៃទី4 ខែវិច្ឆិកាត្រូវបានសម្រាកនៅមន្ទីរពេទ្យក្នុងទីក្រុងហុងកុងហើយស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរតារាល្បីជាង20នាក់បានទៅសួរសុខទុក្ខតារាសម្ដែងរូបនេះនៅមន្ទីរពេទ្យនៅពេលនោះពួកគេរួមបញ្ចូលឡៃតាវតារាសម្ដែង Michelle Mu និងតារាសម្ដែងភរិយា Jim Chek តារាសម្ដែង Invin Su និងភរិយាតារាសម្ដែងPrinsila Wong និងតារាសម្ដែង Raymond Wong និងភរិយាជារចនាម៉ូដ Kaka Mok តារាសម្ដែងជើងចាស់ Alice Fong ដែលបានទៅលេងនៅម៉ោងប្រហែល 8 យប់នៅថ្ងៃទី27 តុលាបានប្រាប់សារព័ត៌មានថាលោកហៅកំពុងប្រើម៉ាស៊ីនអុកស៊ីសែនប៉ុន្តែនៅតែអាចស្ដាប់នាងនិយាយបានអនាគតរបស់លោកអ្នកកាន់តែភ្លឺស្វាងដោយសាកលវិទ្យាល័យ Bill Braille LT the best quality of education in Cambodia វីតាល់មោទនភាពផលិតផលជាតិទឹកពិសាកម្ពុជាជំរឿសដ៏ឆ្លាតវៃសម្រាប់សុខភាពអូខេដេវីឡាយើងជាអ្នកអភិវឌ្ឍអចលនទ្រព្យដែលរីកចម្រើនលឿនបំផុតនៅកម្ពុជា Nagavel ទទួលយកនៅបទពិសោធន៍ដ៏អស្ចារ្យពីមណ្ឌលកំសាន្តប្រចាំតំបន់ទន្លេមេគង្គ